សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយរឿងរបស់ King Bad ចង់ដឹងថារឿងនេះនឹងមានដំណើរយ៉ាងណាទៅនោះដូចនេះសូមអ្នកទាំងអស់គ្នាមេត្តាសន្តាប់ដូចតទៅខ្សែភាពយន្តនេះចាប់ផ្ដើមដោយការបង្ហាញយើងថាមុនពេលមានមនុស្សនិងព្រះនៅលើផែនដីនេះមានអាណាចក្ររបស់យក្សដែលមានអំណាចខ្លាំងពូកែប៉ុន្តែកូនប្រុសរបស់ពួកគេឈ្មោះ Zeus Poseidon និង Hades បានបញ្ចប់អំណាចរបស់ពួកគេ Zeus បានឲ្យប្អូនប្រុសរបស់គាត់ Hades បង្កើតសត្វដ៏ខុសក្រៅមួយដែលអាចឈ្នះ Titan បានហេតុនេះ Hades បានបង្កើត Kraken ដ៏គួរឲ្យខ្លាច Zeus បានក្លាយជាស្ដេចនៃស្ថានសួគ៌ Poseidon ក្លាយជាស្ដេចនៃមហាសមុទ្រហើយ Hades បានទទួលឋានៈជាស្ដេចនៃឋាននរកផ្នែកមួយទៀត Zeus បានបង្កើតមនុស្សហើយការអធិដ្ឋានរបស់មនុស្សបានធ្វើឲ្យព្រះទាំងអស់មានភាពអមតៈប៉ុន្តែតាមពេលវេលាមនុស្សបានផ្លាស់ប្ដូរពួកគេបានផ្ដួលរំលំព្រះហើយប្រឆាំងនឹងព្រះក្នុងអំឡុងពេលនោះកូនប្រុសម្នាក់បានកើតឡើងដែលនឹងផ្លាស់ប្ដូរអ្វីទាំងអស់បន្ទាប់មកយើងឃើញហ្វូមមនុស្សម្នាក់ឈ្មោះ Spyro ដែលជាអ្នកនេសាទបានរកឃើញហឹបឈើធំមួយនៅក្នុងសមុទ្រនៅពេលគាត់បើកហឹបឈើធំនោះគាត់បានឃើញស្ត្រីម្នាក់ដែលបានស្លាប់និងទារកម្នាក់ដែលនៅរស់ពួកគេបានដាក់ឈ្មោះទារកនោះថា Percy ហើយចិញ្ចឹមគាត់ដូចកូនប្រុសរបស់ពួកគេ Percy ដឹងថា Spyro មិនមែនជាឪពុកពិតរបស់គាត់ទេប៉ុន្តែគាត់នៅតែគោរព Spyro ដូចឪពុកពិតរបស់គាត់13ឆ្នាំក្រោយមក Percy បានធ្វើការនេសាទជាមួយ Spyro ប៉ុន្តែពេលនេះពួកគេពិបាកនេសាទដោយសារតែព្រះកំពុងខឹងនឹងមនុស្ស Spyro ជឿថាព្រះកំពុងដាក់ទណ្ឌកម្មមនុស្សហើយគាត់មិនសប្បាយចិត្តជាមួយព្រះនៅថ្ងៃបន្ទាប់ពួកគេបានចូលទៅក្នុងដែនដីរបស់ Argos ដែលមានរូបសំណាកធំរបស់ Zeus នៅទីនោះពួកគេឃើញកងទ័ពរបស់ Argos កំពុងព្យាយាមផ្ដួលរូបសំណាក Zeus ពេលនោះសត្វចម្លែកឈ្មោះ Furies ដែលត្រូវបានគេស្គាល់ថាជាអាទិទេពនៃសងសឹកបានលេចចេញពីសមុទ្រហើយសម្លាប់កងទ័ពទាំងអស់បន្ទាប់មក Hades បានលេចមកហើយបំផ្លាញនាវារបស់ Percy ដែលធ្វើឲ្យ Percy បាត់បង់គ្រួសាររបស់គាត់នៅលើភ្នំ Olympus ដែលជាទីលំនៅរបស់ព្រះ Zeus មិនសប្បាយចិត្តជាមួយមនុស្ស Hades បានលើកទឹកចិត្តឲ្យ Zeus ដាក់ទណ្ឌកម្មមនុស្សដើម្បីឲ្យពួកគេខ្លាចហើយអធិដ្ឋានទៅព្រះ Zeus យល់ព្រមប៉ុន្តែកូនប្រុសរបស់គាត់ Apollo បានជំទាស់ឯនោះកងទ័ពរបស់ Argos បានចាប់ Percy យកទៅជួបស្ដេច Cepheus ស្ដេច Cepheus មានអំណរណាស់ហើយបានប្រកាសថាពួកគេបានផ្ដួលរំលំព្រះ Zeus និងជោគជ័យពួកគេកំពុងត្រេកត្រង់ចំពោះការអធិដ្ឋានរបស់យើងហើយថ្ងៃនេះព្រះអាទិត្យនឹងលិចមិនមែនសម្រាប់មនុស្សយើងទេថ្ងៃនេះព្រះអាទិត្យនឹងលិចសម្រាប់ព្រះទាំងឡាយឥឡូវនេះយុគសម័យថ្មីមួយកំពុងចាប់ផ្ដើមយុគសម័យដែលមនុស្សគ្រប់គ្រងពិភពលោកវិញម្ដងចំណែកកូនស្រីរបស់ស្ដេចសេបជាឈ្មោះព្រះនាងអនត្រេកំពុងពិបាកចិត្តខ្លាំងណាស់នាងនិយាយថាប្រជាជនរបស់យើងកំពុងស្លាប់ហើយព្រះអង្គកំពុងធ្វើឲ្យព្រែកទាំងឡាយខឹងព្រះអង្គគិតថាពួកគេនឹងស្ងៀមស្ងាត់ឬពេលនោះមហេសី Cassio បានប្រៀបធៀបសម្រស់របស់ព្រះនាងអនត្រេទៅនឹងព្រះនាង Aphrodite ភ្លាមនោះ Hades លេចមកហើយបំផ្លាញទាហានទាំងមូលក្នុងមួយរំពេកក្នុងពេលជាមួយគ្នានោះ Percy ឃើញគាត់ហើយក្តៅក្រហាយយ៉ាងខ្លាំងហើយវាយ Hades ប៉ុន្តែ Hades បានប្រើអានុភាពរបស់គាត់ចាប់ Percy បោះទៅឆ្ងាយហើយនិយាយទៅកាន់ស្ដេចថាអ្នកមិនសំបីមានតម្លៃស្មើនឹងរាមដៃរបស់យើងទេដង្ហើមរបស់អ្នកគឺជាអំណោយពីព្រះទាំងឡាយប៉ុន្តែអ្នកបានធ្វើឲ្យព្រះអាម៉ាស់ណាស់ Hades បានប្រើអានុភាពធ្វើឲ្យពួកគេលុតជង្គង់ហើយដកយកអាយុរបស់មហេសី Cassio ធ្វើឲ្យនាងចាក់ភ្លាម Percy ខឹងខ្លាំងហើយព្យាយាមវាយ Hades ម្ដងទៀតប៉ុន្តែស្រាប់តែស្រីម្នាក់ឈ្មោះ Lu មកខាត់គាត់និយាយថាលោកមិនអាចចាត់ការគេពេលនេះបានទេរីឯ Hades បានប្រើមានពួកគេថាក្នុងរយៈពេល10ថ្ងៃខាងមុខក្រោយថ្ងៃរះខ្ញុំនឹងបើកទ្វារឋាននរក Kraken មកលេបក្រុង Argos ទាំងមូលលើកលែងតែអ្នករាល់គ្នាយកព្រះនាងអនត្រេទៅបូជាថ្វាយយើងពីព្រោះញាក់ហ៊ានប្រៀបធៀបញាក់នឹងព្រះនាង Aphrodite មានតែឈាមរបស់នាងទេដែលអាចឈ្នះ Kraken និង Zeus ដែលញាក់បានធ្វើឲ្យអាម៉ាស់មុខឥឡូវជ្រើសរើសទណ្ឌកម្មរបស់ញាក់ចុះនេះជាសារដែលផ្ញើមកពី Zeus
ប្រជាជនអាហ្គូសក៏នាំគ្នាផ្អើលឆោឡោនេះជាសាវក្រមរបស់ Zeus បន្ទាប់មក Hades ចូលមកខាង Percy ហើយនិយាយទៅកាន់ Percy ថាហើយនេះក៏ជាសាររបស់ឪពុកញាក់ដែរហើយ Hades រលាយបាត់ពីទីនោះទៅពេលនោះ Percy ភញាក់ផ្អើលយ៉ាងខ្លាំងដោយដឹងថាខ្លួនជាកូនរបស់ Zeus ត្រឡប់មកនៅលើភ្នំ Olympus ទេវទូត Hermes បានប្រាប់ Zeus ថានៅក្រុង Argus មានអ្នកពាក់កណ្ដាលព្រះពាក់កណ្ដាលមនុស្សម្នាក់ដែលជាកូនរបស់ព្រះអង្គឈ្មោះ Percy បើព្រះអង្គចង់ទទួលស្គាល់កូនយើងអាចជួយគាត់បាន Zeus ឆ្លើយថាតើគាត់បានអធិដ្ឋានដែរឬក្មេងប្រុសនេះមិនសូម្បីតែដឹងថាខ្ញុំជានរណាទេគាត់ក៏ដូចជាមនុស្សដទៃទៀតដែរនៅក្រុង Argus មេទ័ព Draco បានសួរចម្លើយ Percy ដែលសួរថាតើនរណាបានចាត់អ្នកមកទីនេះអ្នកជាកូនកាត់មនុស្សពាក់កណ្ដាលព្រះ Percy ឆ្លើយថាគ្មាននរណាចាត់ខ្ញុំមកទីនេះទេហើយខ្ញុំមិនមែនជាកូនកាត់របស់ព្រះឡើយប៉ុន្តែ Draco មិនជឿគាត់ហើយចាប់ផ្ដើមវាយគាត់ពេលនោះស្ដេច Shapeshire មកដល់ហើយសួរ Percy ថាតើនេះពិតជាការពិតដែរឬទេថាអ្នកជាកូនកាត់មនុស្សព្រះបើអ្នកពិតជាកូនរបស់ Zeus អ្នកអាចជួយយើងបានហើយអ្នកត្រូវតែជួយយើង Percy ឆ្លើយថាខ្ញុំមិនមែនជាកូនកាត់ព្រះឡើយហើយខ្ញុំមិនអាចជួយអ្នករាល់គ្នាបានឡើយខ្ញុំគ្រាន់តែជាអ្នកនេសាទប៉ុណ្ណោះហើយគ្រួសាររបស់ខ្ញុំក៏ត្រូវព្រះសម្លាប់ដែរខ្ញុំជាអ្នកនេសាទមិនមែនជាអ្នកប្រយុទ្ធឡើយពេលនោះព្រះនាងអង់ត្រេមកដល់ហើយនិយាយថាខ្ញុំត្រៀមខ្លួនជាយ៉ៃបូជាហើយលែង Percy ទៅប៉ុន្តែពួកគេនៅតែដាក់គាត់គុំឃាំងពេលក្រោយមក Draco មកឃើញ Percy ហើយប្រាប់គាត់ថាមាននរណាម្នាក់ចង់ជួបអ្នកហើយយើងឃើញស្រីម្នាក់នោះគឺ Lou ដែលបានរាងកម្ម Percy ពីការវាយ Hades Percy សួរនាងថាតើនាងស្គាល់ខ្ញុំដោយរបៀបណានាងឆ្លើយថាខ្ញុំឈ្មោះ Lou ហើយខ្ញុំបានក្លំទីញាក់តាំងពីញាក់នៅក្មេងមកខ្ញុំហើយដែលបានយកញាក់ទៅឲ្យញាក់នេសា Percy សួរនាងទៀតថាតើនាងជាព្រះនាងមែនឬ Lou ប្រាប់គាត់ថាខ្ញុំមិនមែនជាព្រះឡើយហើយក៏មិនមែនជាមនុស្សដែរឡើយខ្ញុំជាញាក់ដែលនៅចន្លោះកណ្ដាលនាងបានបកស្រាយប្រាប់ថាយូរឡើងមកហើយខ្ញុំបានបដិសេធព្រះអង្គម្នាក់ដូច្នេះខ្ញុំត្រូវបានព្រះដាក់បណ្ដាសាឲ្យរស់នៅអស់កលជានិច្ចខ្ញុំបានឃើញមនុស្សជាច្រើនស្លាប់ហើយញាក់ក៏ដឹងពីការឈឺចាប់នេះដែរ Percy សួរនាងទៀតថាតើខ្ញុំពិតជាកូនរបស់ Zeus មែនឬ Lou បានឆ្លើយប្រាប់គាត់រឿងមួយជួនឡើងមកហើយមនុស្សគ្រាន់តែជាប្រដាប់លេងរបស់ព្រះប៉ុន្តែមានមនុស្សម្នាក់ឈ្មោះ Acrisis បានបះបោងប្រឆាំងនឹងព្រះគេបានឡោមផំភ្នំ Olympus ហើយបដិសេធការជន់ឈ្លីសពីព្រះគេនិយាយថាព្រះទាំងឡាយចង់ផ្ដាច់ជីវិត Acrisis និងកងទ័ពរបស់គេប៉ុន្តែ Zeus មានសេចក្តីស្រឡាញ់ចំពោះមនុស្សដូច្នេះព្រះអង្គបានសម្រេចចាច់ដាក់គំនាបគេព្រះអង្គបានក្លែងខ្លួនជារូបរាងស្ដេច Acrisis ហើយចូលទៅរកមហេសីរបស់គេដែលកំពុងដេក Zeus បានរួមមេត្រីជាមួយមហេសីទាំងនោះពេលដែល Acrisis ឃើញគាត់ក្តៅក្រហាយយ៉ាងខ្លាំង Zeus បានរត់ចេញទៅជារូបរាងសត្វឥន្ទ្រីពេលនោះមហេសីឈឺពោះខ្លាំងហើយ Acrisis បានសម្លាប់កូនប្រុសដែលកើតពី Zeus និងមហេសីព្រះបានបញ្ជាក់ហើយពួកគេបានចាប់ដាក់នាងទៅឃ្លុំមឈូសនាំយកទៅច្រាំងសមុទ្រ Axios បានចំទាស់ដាក់ព្រះ Zeus ដោយថាយើងមិនអាចយកខ្លួនប្រាណយ៉ាងមិនបរិសុទ្ធរបស់នាងបានឡើយនិងកូននេះក៏មិនអាចរស់រានបានដែរពេលនោះព្រះ Zeus បានប្រើអានុភាពបញ្ចេញផ្លែកបន្ទោហើយបំផ្លាស់គាត់ទៅជាសត្វចចកភៀសឃាតព្រះ Acrisis ខឹងខ្លាំងបានលើកមឈូសនោះចោលទៅក្នុងសមុទ្រ Lou បានប្រាប់ Percy ថាម្ដាយអ្នកស្លាប់ហើយប៉ុន្តែអ្នកជាកូនពាក់កណ្ដាលទេវតាពាក់កណ្ដាលមនុស្សទើបអ្នករស់រានមានជីវិតខ្ញុំបានដើរតាមអ្នកតាំងពីថ្ងៃនោះមករងចាំពេលអ្នកបញ្ចប់អំពើខុសខើរបស់ទេវតាអ្នកកើតមកដើម្បីសម្លាប់ Kraken Percy ឆ្លើយទាំងកំសត់ថាខ្ញុំមិនដឹងជាកើតមករកអីនោះទេគោលដៅរបស់ខ្ញុំគឺសម្លាប់ Hades មិនមែន Kraken នោះទេ Lou បន្ថែមបើ Kraken ត្រូវស្លាប់ Hades នឹងខ្សោយខ្លាំងអ្នកនឹងអាចវាយលោកគាត់បានមានតែវិធីនេះទេដែលអ្នកអាចយកឈ្នះបាន Percy សូមឲ្យព្រះរាជា Cepheus ដោះលែងគាត់ Lou បានប្រាប់ Draco អំពីវិធីសម្លាប់ Kraken មានតែស្ទេយយុង Dine ទេដែលអាចប្រាប់យើងពីរបៀបសម្លាប់វា Draco ឆ្លើយ Dine នៅឆ្ងាយពេកតែហ៊ានយើងមិនអាចទៅដល់ទេទីនោះមនុស្សសាមញ្ញមិនអាចចូលដល់បាន Lou អះអាង
មានតែញាក់ដែលជាកូនពាក់កណ្ដាលទេវតាទេអាចទៅដល់ទីនោះព្រះរាជាសេហ្វៀសបានអនុញ្ញាតដ្រាគូនិងទាហានមួយក្រុមរួមជាមួយ Perseus និង Elu ចេញដំណើរស្វែងរកស្ទេយយង់ឌីណេផ្នែករបស់ Hades បានជួបគាល់បូឥឡូវគេហៅថា Calibus ដែលរួមនៅដាច់ស្រយាល Hades ប្រាប់គាត់ថាយើងមានខ្មាំងរួមគ្នាព្រះស៊ូសបងប្រុសរបស់យើង Calibus សួរអ្នកចង់ឲ្យខ្ញុំធ្វើអ្វី Hades ឆ្លើយកូនរបស់អ្នកដែលកើតពីប្រពន្ធអ្នកនៅរស់ឈ្មោះវាគឺ Perseus វាចេញពី Argos មកដើម្បីសម្លាប់ខ្ញុំអ្នកត្រូវតែសម្លាប់វាព្រះស៊ូសមិនដឹងថាអានុភាពខ្ញុំកំពុងកើនឡើងទេអ្នកត្រូវតែក្លាយជាអាវុធរបស់ខ្ញុំ Hades បានផ្ដល់អានុភាពឲ្យ Calibus ហើយបញ្ជាថាសម្លាប់ Perseus ហើយខ្ញុំនឹងសម្លាប់ព្រះស៊ូសចំនួនណា Calibus ចេញដំណើរស្វែងរក Perseus ដំណើររបស់ Perseus Elu និង Perseus ធ្វើដំណើរមួយគ្នាត្រាគូបង្ហាត់ Perseus អំពីការប្រើដាវនិងយុទ្ធសាស្ត្រ Perseus មានអានុភាពខ្លាំងពីសំណាក់ទេវតាធ្វើឲ្យគាត់ឈ្នះត្រាគូនៅក្នុងការភួយខានព្រះស៊ូសបានផ្ញើដាវមួយជាអំណោយឲ្យ Perseus ដែលគាត់ឃើញនៅក្នុងព្រៃត្រាគូប្រាប់ថានេះជាអំណោយពីទេវតាអ្នកត្រូវទទួលវា Perseus បាននិយាយខ្ញុំមិនអាចសម្លាប់ក្រាខិនដោយខ្លួនឯងមិនត្រូវការអំណោយអ្នកណាទេគាត់ចោលដាវនោះហើយឃើញសត្វការ៉ូដែលស្រុះនៅក្នុងព្រៃPegasus ដែលសត្វសេះដ៏ស្លាប់ក៏លេចឡើងតាមទេវវិទ្យាក្រិក Pegasus គឺជាកូនរបស់ពូសេដុននិងមេឌូសាវាមានពណ៌សប៉ុន្តែក្នុងភាពយន្តនេះវាត្រូវបានគេធ្វើឲ្យមានពណ៌ខ្មៅ Elu បានបញ្យល់ថានេះគឺជា Pegasus ហើយមិនធ្លាប់មានអ្នកណាជិះវាឡើយការវាយប្រហាររបស់ Calibus បានវាយប្រហារ Perseus ដោយប្រើអានុភាពពី Hades ត្រាគូកាត់ដៃវាហើយវារត់គេចព្រួនឈាមរបស់វាធ្លាក់ចុះក៏คล้ายទៅជាខ្យាដំរីយ៉ាធំហើយដៃរបស់វាក៏คล้ายទៅជាខ្យាដំរីដែរពួកខ្យាដំរីទាំងនោះវាក៏សម្លាប់ទាហានយ៉ាងច្រើនប៉ុន្តែ Perseus និងត្រាគូបានប្រយុទ្ធប្រឆាំងពេលនោះពួកជីនអ្នកវិជ្ជាខ្មៅបានមកដោះស្រាយស្ថានភាពនិងគ្រប់គ្រងពួកខ្យាតន្ហៃត្រាគូព្រមព្រៀងថាពួកនេះអាចជាសត្រូវ Perseus ឆ្លើយពួកគេជាមិត្តមិនមែនជាខ្មាំងទេផ្នែកទី1ការវាយប្រហាររបស់ Calibusកន្លែងដែល Calibus បានខំ Perseus ចាប់ផ្ដើមមានជាតិពឹកជាតិចូលហើយដួលនៅលើដីនៅឆាប់នេះមានឈុតឆាកបង្ហាញទីក្រុង Argos ដែលមនុស្សភ័យខ្លាចព្រះធម្មជាតិបានសម្រេចចិត្តយកព្រះនាងអន្ត្រេឲ្យ Kraken ហើយពួកគេក៏សម្រេចចិត្តអង្វរព្រះ Hades ព្រះនាងអន្ត្រេបានឮដំណឹងនេះហើយយំសោកយ៉ាងខ្លាំងឯពេលនោះជាតិពុលនៅតែរីករាយនៅក្នុងរាងកាយ Perseus ភ្លាមនោះចិនអាគមខ្មៅម្នាក់បានមកដល់ហើយព្យាបាលគាត់ដោយប្រើអានុភាពត្រាគូនឹងក្រុមរដូវគាត់វាយចិនដោយគិតថាវាកំពុងធ្វើឲ្យ Perseus មានគ្រោះថ្នាក់ចិនឈ្នះពួកគេហើយប្រាប់ថាយើងរងចាំម្នាក់ដែលអាចរំដកយើងពីទេវតាយើងមិនមែនជាមិត្តមនុស្សទេប៉ុន្តែយើងអាចជួយ Perseus ជាមួយគ្នា Perseus ព្រាមនោះដឹងខ្លួនហើយរបួសរបស់គាត់ជាសះស្បើយពួកគេសម្រេចចិត្តចាប់ផ្ដើមសងសឹកទេវតាផ្នែកទី2ជម្លោះរវាងត្រាគូនិង Perseus នៅព្រឹកត្រាគូខឹងនឹង Perseus ហើយបង្ខំឲ្យគាត់ប្រើអំណោយពីទេវតា Perseus បដិសេធដោយគាត់ចង់ប្រយុទ្ធជាមួយ Kraken ដោយមនុស្សធម្មតាពេលនោះពួកចិនមកដល់ហើយប្រើពួកខ្យល់ដំបងជាយានធ្វើដំណើរដើម្បីអាចទៅដល់ដៃណេឲ្យបានលឿនពួកគេមកដល់សួនអ៊ីស៊ីយ៉ាហើយនេះក៏ជាប្រទេសរបស់ពួកដៃណេដែរពួកគេជួបពួកដៃណេហើយ Perseus សួរពីវិធីសម្លាប់ Kraken ពួកដៃណេវាយពួកគេភ្លាម Perseus ចាប់យកផ្នែករបស់ពួកគេដែលពួកគេចែកគ្នាប្រើបំរុងគុំទៅក្នុងអំដុងពួកដៃណេប្រាប់ថាមានតែវិធីមួយប៉ុណ្ណោះប៉ុន្តែវាមិនអាចទៅរួចសម្រាប់អ្នកមេឌូសាអ្នកណាមើលឃើញនាងនឹងคล้ายជាថ្មភ្លាមគុករបស់នាងនៅឆ្ងាយជិតដងទន្លេ Styx នៅចាយពីភុតមរណៈត្រាគូនិយាយថាมันអាចគ្រប់គ្រងមេឌូសាបានទេ Perseus ឆ្លើយថាយើងនឹងកាត់កនាង Perseus ប្រកូលភ្នែកមកវិញឲ្យពួកដៃណេហើយចេញដំណើរឆ្ពោះទៅទន្លេ Stygian ពួកជនមួយចំនួនមិនអាចទៅជាមួយព្រួយពួកគេគិតថាពួកនេះនឹងស្លាប់ផ្នែកទី3ការជួបជាមួយអាទិទេព Zeus មកជួប Perseus សួរថាតើអ្នកជានរណា Zeus ឆ្លើយថាអ្នកអាចហៅខ្ញុំថាឪពុកព្រះអង្គព្យាយាមហាមប្រាម Perseus អ្នកមិនអាចឈ្នះ Kraken បានទេអ្នកនឹងស្លាប់ហើយ Argos នឹងវិនាស
Percy ឆ្លើយថាបើអ្នកច្បាស់អញ្ចឹងហើយហេតុអ្វីលោកទីនេះ Juice បន្តថាអ្នកគឺជាឈាមរបស់ខ្ញុំជាកូនស្រស់របស់ខ្ញុំវាដល់ពេលហើយដែលអ្នកត្រឡប់ទៅស្ថានសួគ៌រំលោះជាទេវតា Percy បដិសេធខ្ញុំចូលចិត្តស្លាប់ដូចមនុស្សជាជាងរស់ដូចទេវតាអ្នកបង្កើតមនុស្សប៉ុន្តែអ្នកមិនយល់ពីពួកគេទេយើងរស់យើងច្បាំងយើងស្លាប់ដើម្បីអ្នកដែលយើងស្រឡាញ់ប្រាប់ Hades ផងថាខ្ញុំកំពុងតែរកគេហើយព្រះ Juice ផ្ដល់កាមាមួយហើយមានបន្ទូលថាការធ្វើដំណើរទៅពិភពមរណៈថ្លៃណាស់ព្រះអង្គបាត់បង់ពួកជនផ្ដល់ឈានដែលមានស្បែកខ្យល់ដំបងហើយចេញទៅ Percy ប្រាប់ក្រុមរបស់គាត់អ្នករាល់គ្នាបានលឺពួកដៃនេះប៉ុន្តែខ្ញុំនឹងបង្ហាញថាពួកគេខុសខ្ញុំត្រូវការជំនួយរបស់អ្នកព្រោះខ្ញុំក៏មិនដឹងថាអាចឈ្នះ Medusa និង Kraken ដែរពួកគេយល់ព្រមហើយធ្វើដំណើរទៅមុខឯ Calibus កំពុងតាមដានពួកគេដើម្បីសងសឹកផ្នែកទី4ការឆ្លងកាត់ទន្លេ Stygian ពួកគេមកដល់ច្រាំងទន្លេ Stygian ហើយរងចាំ Charon តាមទេវនិយាយក្រិក Charon គឺជាកូនរបស់ Erebus និង Allegan ដែលជាអ្នកដឹកនាំប្រលេងស្លាប់ឆ្ពោះទៅឋាននរកពួកចិនប្រាប់ Percy ឯគប់កាមាសទៅក្នុងទន្លេឃើញ Charon លេចេញហើយដឹកពួកគេទៅព្រះវាល Athena ដែលជាកន្លែង Medusa រស់នៅទាហានម្នាក់សួរថាតើយើងនឹងប្រយុទ្ធជាមួយអ្វីនាងជាសត្វពួកបង្កើបពីមនុស្សអាលូបយល់ថា Medusa ធ្លាប់ស្អាតណាស់ប្រាក់ Poseidon ស្រឡាញ់នាងបានរត់ទៅព្រះវាល Athena ដើម្បីសុំការការពារប៉ុន្តែវាមិនបានជួយនាងទេនេះជាផ្នែកចុងក្រោយនៃរឿង Theseus ដោយរក្សាសាច់រឿងពេញលេញផ្នែកទី1ការប្រយុទ្ធជាមួយ Medusa ពួកជីន Draco និង Perseus ជៀសវាងការបោះជាថ្មដោយមើលតាមរយៈខែលពួកគេរៀបចំផែនការវាយប្រហារពេល Medusa វាយ Perseus ជីនវាយពីខាងក្រោយ Medusa ចាប់ជីនព្យាយាមបំផ្លាញវាទៅជាថ្មប៉ុន្តែជីនប្រាប់ Medusa ថានាងមិនអាចឲ្យខ្ញុំคล้ายជាថ្มបានទេជីនផ្ទុះខ្លួនឯងធ្វើឲ្យ Medusa ខ្សោយ Draco វាយបន្តប៉ុន្តែ Medusa មឿនភ្នែកគាត់ធ្វើឲ្យគាត់คล้ายជាថ្មហើយទល់បានបែកជាបំណែក Perseus ប្រើខែឆ្លក់រូប Medusa ហើយកាត់កសម្លាប់នាង Perseus យកក្បាល Medusa ចេញពីព្រះវិហារអាឡូរីករាយពេញប៉ុន្តែ Calibus ដែល Hades បានផ្ដល់អានុភាពវាយសម្លាប់នាង Perseus ខឹងខ្លាំងប្រយុទ្ធហើយឈ្នះ Calibus ដោយប្រើដាវពីព្រះស៊ូសមុនស្លាប់ Calibus ប្រាមានថាឯងកំធួដួតឪពុកឯងឲ្យសោះអាលួនដែលរំដងរសាត់ទៅហើយ Perseus បាន Pegasus ឆ្ពោះទៅកាន់ Argos ផ្នែកទី2ការវាយលុករបស់ Kraken Hades សូមអនុញ្ញាតដោះលែង Kraken ព្រះស៊ូសយល់ព្រមមិនដឹងថា Hades កំពុងលួចបំផៅអំណាច Kraken ចេញពីសមុទ្របំផ្លិចបំផ្លាញ Argos ពួកមនុស្សយកព្រះនាងអង់ត្រេទៅឧទ្ទិសដល់វាព្រះស៊ូសដឹងខ្លួនថាត្រូវបាន Hades បោកហើយអំណាចរបស់គាត់កាន់តែខ្សោយផ្នែកទី3ការបញ្ចប់សង្គ្រាមនៅក្នុងពេលនោះដែល Hades បានប្រែសនអសុរកាយដេញតាមវាប្រហារ Perseus ហើយ Kraken ក៏បានក្រោកចេញពីសមុទ្រស៊ីព្រះនាង Andre ក្នុងខណៈពេលនោះដែល Perseus គត់វាប់ឡើងទៅលើទីសក្ការៈបូជាដើម្បីយកក្បាល Medusa បាញ់ពន្លឺចេញភ្នែក Medusa ឲ្យ Kraken ឃើញដើម្បីសម្លាប់វាពេលដែល Kraken ឃើញភ្នែក Medusa ហើយ Kraken ក៏คล้ายទៅជាថ្មទាំងស្រុងហើយថ្មនោះបានធ្លាក់សង្កត់ទៅលើអ្នកប្រើវិធីបូជានោះពេលនោះ Perseus ក៏បោះក្បាល Medusa ចោលទៅក្នុងសមុទ្រហើយ Perseus មកដល់នឹងប្រើក្បាល Medusa បំផ្លាញ Kraken ដោយធ្វើឲ្យវាคล้ายជាថ្ម Hades លេចមកប៉ុន្តែ Perseus ប្រើដាវទេវតាបាញ់ជាកាំរន្ទះវាយត្រឡប់ទៅឋាននរកវិញព្រះនាងអង់ត្រេ Medea រស់រានមានជីវិតវិញហើយសូមឲ្យ Perseus ឡើងគ្រងរាជ្យប៉ុន្តែគាត់បដិសេធហើយចេញដំណើរជាមួយ Pegasus ផ្នែកទី4ទីបញ្ចប់ Perseus ត្រឡប់ទៅកន្លែងដែលគ្រួសាររបស់គាត់ត្រូវបានសម្លាប់ព្រះស៊ូសមកដល់ហើយថ្លែងអំណរគុណ Olympus ជំពាក់អ្នក Hades នៅរស់ហើយរងចាំពេលមនុស្សភ័យខ្លាចប៉ុន្តែឥឡូវពួកគេដឹងថាមានអ្នកដែលអាចទប់ទល់វា Perseus ជ្រើសរើសរស់ជាមនុស្សហើយ Zeus ជាឪពុកដែលបានប្រោសជីវិតអាលូត្រឡប់មកវិញចប់
សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់ពីដើមរហូតដល់ចប់សូមអ្នកទាំងអស់គ្នាមេត្តាជួយចុច Like Follow Subscribe Channel របស់ខ្ញុំបាទផងសូមអរគុណ